គ្នាយើងថ្ងៃនេះគឺមានលំហាត់មួយគឺលំហាត់ complex បាទប្លែកអញ្ចឹងខ្ញុំនឹងស្រាវជ្រាវដូចតទៅទាក់ទងលំហាត់នេះគឺគេឲ្យចូលបង្ហាញថា1បូក e តង់សង់ alpha ឬ1ដក e តង់សង់ alpha ទាំងអស់2026ស្មើទៅនឹង1បូក e តង់សង់2021 alpha ឬ1ដក e តង់សង់ alpha 2021 alpha តើយើងធ្វើលំហាត់នេះប្រភេទម៉េចបាទដើម្បីកុំឲ្យផាតពេលយូរឥឡូវគ្នាយើងតាមដានជាមួយខ្ញុំទាំងអស់គ្នាចំពោះលំហាត់នេះគ្នាយើងត្រូវស្រាយហ្មងគឺទី1គឺយើងមានបាទយើងមានយើងមានបាទយើងមានមិនគ្នាយើងគឺយើងមាន1បូកនឹង e តង់សង់ alpha នេះឬ1ដក e តង់សង់ alpha នេះយើងធ្វើបំលែងអានឹងគឺយ៉ាងម៉េចឲ្យទៅជាកូអញ្ចឹងនេះយើងគ្រាន់តែបំលែងអំពីតង់សង់ alpha វាស្មើនឹង sin alpha ឬ cos alpha អញ្ចឹងគ្នាយើងទទួលបានគឺ1បាទបូកជាមួយនឹង e បាទ sin នេះ alpha លើ cos alpha ខាងក្រោមដូចគ្នា1ដកe sin នេះ alpha លើ cos alpha បាទគ្នាយើងត្រូវកន្លែងហ្នឹងបន្ទាប់មកគ្នាយើងតម្រូវវាភាគបែងដើម្បីតម្រូវភាគបែងគ្នាយើងមើលគឺកន្លែងនេះខ្ញុំគុណបាន cos alpha បូកនឹង e sin នេះបាទ sin alpha លើបាទ cos alpha តោះនេះគ្នាយើងកន្លែងហ្នឹងបាទបន្តមកទៀតយើងនៅលើបាទនៅលើកន្លែងយើងគុណនឹង cos alpha បាទដកជាមួយនឹង e sin នេះ sin alpha លើ cos alpha បាទបន្តមកកន្លែងនេះភាគបែងវា cos alpha ដូចគ្នាខ្ញុំសម្រួលអញ្ចឹងយើងបាន cos alpha បូកជាមួយនឹង e sin នេះបាទ e sin នេះ alpha លើcos alpha ដកនឹង e sin នេះ alpha បន្ទាប់មកដោយសារតែយើងចង់ប្រើទៅតាមរូបមន្តដឺម៉័របាទអញ្ចឹងគ្នាយើងដោយសារកន្លែងនេះមានសញ្ញាដកបាទកន្លែងនេះមានសញ្ញាដកអាខាងលើមានសញ្ញាបូកចឹងយើងរុញឲ្យដូចគ្នាទៅបាទយើងទទួលបានយ៉ាងម៉េចគ្នាយើងបាទយើងទទួលបានcos alpha បូកនឹង e sin នេះ alpha លើអញ្ចឹងខ្ញុំគុណ alpha នេះគឺខ្ញុំគុណសញ្ញាដកចូលទៅបាន cos ដក alpha បូកនឹង e sin នេះដក alpha តោះនេះគ្នាយើងបន្ទាប់ពីគ្នាយើងបានហើយគ្នាយើងប្រើតាមរូបមន្តដឺម៉័របានណាអញ្ចឹងដឺម៉័រគាត់ប្រាប់ថាយ៉ាងម៉េចគឺស្វ័យគុណជាមួយនឹង alpha អញ្ចឹងខ្ញុំកំពាក់ទៅខ្ញុំពាក់cos alpha បូកនឹង e sin នេះalpha លើបាទលើ cos ដក alpha បូកជាមួយនឹង e sin នេះដក alpha ក្តោបទាំងអស់2026បន្ទាប់មកយើងយកគុណបាទស្វ័យគុណទៅយើងទទួលបាន cos 2026 alpha បូកជាមួយនឹង e sin នេះ2026 alpha បាទលើអីនេះលើ cos ដក2026 alpha បូកជាមួយនឹង e sin នេះដក2026 alpha កន្លែងនេះ alpha ណាបាទបន្តមកទៀតគឺយើងចែកវានឹង2026ចែកនឹង2026 cos alpha ទៅយើងទទួលបានយ៉ាងម៉េចគ្នាយើង
bà dương từ tua banយ៉ាងម៉េចកន្លែងនេះយើងបាន1បាទបូកជាមួយនឹង e បាទស៊ីននេះបាទ2026 alpha លើកូស2026 alpha លើបាទលើ1ដកកន្លែងនេះយើងបញ្ចេញទៅបាទកន្លែងដកស៊ីនហើយកូសក៏ធម្មតាតួដក alpha ក៏វាចេញមកវិជ្ជមានដែរអញ្ចឹងកន្លែងចេញបានដកស៊ីន e ស៊ីននេះ2026 alpha បាទលើអីគ្នាយើងបាទលើកូស2026 alpha បាទសុំទោសកន្លែងនេះខុសពេលដាក់លេខ6បាទ2026 alpha អញ្ចឹងយើងចូលនេះគឺស៊ីនលើកូសចេញតង់ស្រង់អញ្ចឹងយើងបាន1បូកជាមួយនឹង e ស៊ីននេះsorry តង់ស្រង់2026 alpha បាទលើ1ដក e តង់ស្រង់2026 alpha បាទ2026 alpha បាទអញ្ចឹងលំហាត់នេះគឺពិតទៅគ្នាយើងគឺយើងស្រាយគឺគេយកប៉ុណ្ណឹងសំខាន់គឺគេស្រាយធ្វើម៉េចឲ្យបានស្មើអានេះអញ្ចឹងគ្នាយើងត្រូវយកអាតម្លៃនេះបន្លែងវាចេញប៉ុណ្ណេះសិនបាទគ្នាយើងបន្លាយវាចេញប៉ុណ្ណឹងសិនបន្ទាប់មកចាំយើងធ្វើតាមប្រព័ន្ធដេម៉ូតោះនេះគ្នាបាទសូមអរគុណសូមជម្រាបលាខ្ញុំមានតែប៉ុណ្ណឹងបាទជូនពរសុខភាព